ទទួលស្គាល់ស្វ័យរៀងជាក្រុមមួយដែលមានតំបន់ប្រយុទ្ធល្អជាងគេហៅសឹងតែពេញគ្រប់កន្លែងគឺមានកីឡាករហើយមិនមែនមានតែម្នាក់ឯងសូម្បីដល់បំរុងកីឡាករខ្មែរដែលចូលទៅសិតតែមានគុណភាពទៀតអញ្ចឹងបើនិយាយពីក្រុមឥឡូវហ្នឹងគឺក្រុមដែលពេញសាច់មកក្នុងការប្រយុទ្ធហើយយើងឃើញក្នុងលីកគឺបានបង្ហាញឲ្យគ្រាប់បាល់ដែលក្រុមដែលសុទ្ធចូលច្រើនជាងគេគឺស្វ័យរៀងហ្នឹងហើយអញ្ចឹងតន្ន័យគឺអត់កុហកឯងអញ្ចឹងយើងឃើញហើយគឺដោយមានកីឡាករដូចខ្វាមេអូខេប៉ាទ្រីកនៅមានច្រើនមែនទេបើយើងរាប់ច្រើនសិតតែកីឡាករដែលសំខាន់ហើយគាត់ទៅនៅក្រុមតែមួយអញ្ចឹងគោលដៅរបស់ក្លឹបគឺត្រៀមសម្រាប់ពានរង្វាន់នេះខ្លាំងព្រោះឆ្នាំមុនធ្វើបានល្អខ្លាំងមែនទែនអញ្ចឹងឆ្នាំនេះក៏គោលដៅគឺបដោតទៅទៀតដែរអញ្ចឹងបើសិនជាអត់មានបញ្ហារបួសអត់មានអីគឺស្វ័យរៀងនៅតែគ្រោះថ្នាក់តំបន់ប្រយុទ្ធគឺពិបាកទប់ពិបាកដែលថាក្រុមណាដែលលេងឲ្យស្វ័យរៀងបានបិទ clean sheet គឺយ៉ាប់មែនទែនស្វ័យរៀងគឺមានសេណារីយ៉ូច្រើនក្នុងហ្នឹងគឺក្នុងស្ថានភាពដែលមាន space ព្យាយាមលេងវាយបោកបានក៏លេង counter ដែរដោយសារមានដូចជា Patrick ដូចជា Christian ដូចជាអីសិតតែលឿនអញ្ចឹងគឺ counter គឺលឿនមែនតើប៉ុន្តែបើសិនជាក្រុមមួយដែលលេងតម្លាក់គឺព្យាយាមដូរខាងលេង rotate បាល់ដូរខាងច្រើនមែនតើហើយគុណភាពការទាត់ពីប្រអប់ដូចជាគេអូដារ៉ាមានយូដៃស៊ីដានអីផ្សេងគឺសិតតែកីឡាករអាចគុណភាពទាត់ពីឆ្ងាយអញ្ចឹងស្វ័យរៀងលេងអថ្ងៃនេះគឺមិនយើងឃើញតែរបៀបលេងមិនបើតាមគូប្រកួតដែលលេងជាមួយគាត់ក្រុមណាហ៊ានដាក់សម្ពាធគឺគាត់ប្រើ counter space ពីក្រោយ Patrick Aerot តែបើក្រុមណាដែលតម្លាក់ជ្រៅគឺលេងរបៀបដែលរក្សាបាល់ dominate game អញ្ចឹងយើងឃើញថាប្រកួតនេះវាសំខាន់ទៅលើអ្វីដែលភ្នំពេញចង់លេងជាមួយស្វ័យរៀងព្រោះឃើញថាស្វ័យរៀងអាចសម្របបានគ្រប់ពួកកីឡាគេមានកីឡាករគ្រប់ហើយបាទសម្រាប់តំបន់បំរើវិញម្ដងបាទបើតំបន់បំរើយើងឃើញកីឡាករដែលសំខាន់គេមានមិនរតនាមានអូខេអូដារ៉ាមានកីឡាករបាទសុគឹមសុខយុទ្ធកីឡាករល្អច្រើនគ្រាន់តែស្វ័យរៀងភាគច្រើនកីឡាករតំបន់កណ្ដាលគាត់បានន័យថាលេងការងាររបស់គាត់ធ្ងន់គឺពេលដែលបាត់បាល់ចុះការពារធ្វើការពារព្រោះដល់ពេលប្រយុទ្ធជួនកាលមិនបាច់ត្រូវការពួកគាត់ក៏ខាងលើអាចធ្វើការបានដែរអញ្ចឹងភាគច្រើនតួនាទីដែលអ្នកដែលមានតួនាទីការពារខ្លាំងសមត្ថភាពការពារខ្លាំងគឺមានឱកាសលេងយើងឃើញពេលខ្លះតែយូរដៃពិបាកក្នុងការរកឱកាសបានលេងច្រើនមួយនេះដោយសារថាការការពាររបស់ភាពជាមួយអូដារ៉ាប្រសើរជាងអញ្ចឹងយើងឃើញដោយសារក្រុមត្រូវ dominate ត្រូវប្រយុទ្ធច្រើនអញ្ចឹងត្រូវតែរកអ្នកណាដែលមានសមត្ថភាពការពារច្រើនអញ្ចឹងយើងឃើញលក្ខណៈរបស់